បាទសួស្តីបងប្អូនបាទនៅរាត្រីនេះបាទចង់បង្ហាញបងប្អូនពីរបៀបដែលបងប្អូនបានទិញទៅលើថ្នាំនៅកសិដ្ឋានជាចាំមន្ត្រែ5ដល់4ដែលមាន3ប្រភេទសម្រាប់ទប់ស្កាត់ទៅលើជំងឺផ្ទុះគ្រប់ប្រភេទសម្រាប់ជំងឺមាន់បាទមិនថាផ្ដាសាយតូចផ្ដាសាយធំមិនថាផ្ទុះដោយតែប្រភេទបាក់តេរីកាចបាទឬក៏ជំងឺផ្សេងបាទដែលយាយមកបងប្អូនបាទពិសេសគឺខែត្រជាក់បែបនេះមកបងប្អូនតែងតែឈឺរាករុះរាកសរាកក្រហមរាកឈាមរាកទឹករាកស្ករត្នោតរាកខ្មៅរាកខៀវបាទរាកអណ្ដាយបាទអញ្ចឹងខ្ញុំសូមរៀបរាប់ម្ដងមួយដើម្បីបងប្អូននឹងងាយយល់ណាងាយយល់ហើយនឹងងាយធ្វើប្រើពីព្រោះថ្នាំនៅ5 4នេះមានសុខភាពខ្ពស់សម្រាប់ការប្រើប្រាស់បាទដែលខ្ញុំមានធាតុផ្សំមួយសម្រាប់ត្រូវត្រង់ទូរជាព្យាបាលមកបងប្អូនជាបាទរហូតដល់ជាង90%ឯណោះបងប្អូនណាបាទអញ្ចឹងសំណួរថាតើនៅ5 9ការប្រើប្រាស់ថ្នាំក្រោយពីការធ្វើវ៉ាតាំងក្រោយពីការធ្វើអនាម័យការក្រោយពីគិតទៅលើជីវត្ថភាពហើយការចិញ្ចឹមមាន់នឹងមានបញ្ហាឈឺហើយយើងគួរប្រើថ្នាំប្រមាណប្រភេទហើយមានថ្នាំអ្វីខ្លះបងប្អូនណាយកបងប្អូនទៅបង្ហាញនេះsẽ so VEនេះវីតាមីនណាបាទខ្ញុំsẽ soកាត់វីតាមីននេះខ្ញុំដាក់ V តាមីនអត់អង់គ្លេសខាងលើសូប្រាំងខាងលើសូក្រោម វីតាមីនបងប្អូនណាបាទហ្នឹងមួយទៅអញ្ចឹងខ្ញុំវាសូ VE នេះសូ A បាទហើយនេះសូ B បាទអញ្ចឹងបងប្អូនឆ្ងល់ថាហេតុអីបានមានវីតាមីនមាន A មាន B អញ្ចឹងខ្ញុំរៀបរាប់ជូនបងប្អូនពុកម៉ែបងប្អូនក៏ដូចជាអតិថិជនទាំងអស់ឲ្យបានជ្រាបថាមាន់បងប្អូនចាប់ផ្ដើមឈឺដំបងឬក៏មាន់ចាប់ផ្ដើមមានជំងឺដំបងគឺយើងចេះប្រើប្រាស់ទៅលើថ្នាំទាំង3មុខហ្នឹងបងប្អូនណាបាទហើយបញ្ជាក់បងប្អូនអសោប៊ីបងប្អូនទាំងមិនក៏អសោប៊ីអត់មានថ្នាំអញ្ចឹងបាទធាតុផ្សំខ្ញុំកម្រនឹងផ្សំណាបងប្អូនណាបាទពីព្រោះខ្ញុំអត់ចង់ឲ្យបងប្អូនកើតទៅលើមាន់ដែលលក្ខណៈដែលប្រើប្រាស់អសោប៊ីហ្នឹងទេញ៉ឹងទៅគូសខ្វែងណាប៉ុន្តែថ្នាំយើងមានបងប្អូនថ្នាំយើងមានរៀបជាកំប៉ុងរួចស្រេចយើងមានអញ្ចឹងបងប្អូនចាំស្ដាប់ខ្ញុំសិនណាចាំស្ដាប់ខ្ញុំសិនបាទទី1កូនមាន់កើតមក1ថ្ងៃដល់21ថ្ងៃបាទជាទៅកូនមាន់ក្រោម1សប្តាហ៍នេះវាពុំមានជំងឺទេបងប្អូនចេះថែទាំចេះដាក់អំពូលកម្ដៅបាទចេះទុកដាក់មានទូស្អំត្រឹមត្រូវបាទទឹកចំណីអីស៊ីសមល្មមកុំឲ្យលើសពេកកុំឲ្យចំណីជូរផ្អមខ្លាំងពេកកុំឲ្យទឹកនឹងយូរពេកបាទអញ្ចឹងបងប្អូនត្រូវប្រើវីតាមីននេះមិនមែនមានតែមួយមុខទេបងប្អូនពិសេសគឺកូនមាន់ទើបកើតបាទចេញពីទូមកឲ្យវាដើរឲ្យបានត្រឹម30នាទីទៅ1ម៉ោងបងប្អូនដាក់វីតាមីនហ្នឹងមួយស្លាបព្រាកាហ្វេនេះលាយទឹក1លីត្រនេះមួយស្លាបព្រាកាហ្វេហ្នឹងលាយទឹក1លីត្រណាបាទទឹក1លីត្រតាមហ្នឹងណាបាទតាមហ្នឹងបាទខ្ញុំគូសសញ្ញានេះថាឧទាហរណ៍ទឹក1លីត្រណាតាមហ្នឹងទៅបាទមួយស្លាបព្រាកាហ្វេទឹក1លីត្រហើយថ្នាំនេះបងប្អូនមុនប្រើបងប្អូនអាចកន្លក់យកមកបាទកន្លក់ឬក៏កោថែមបាទដើម្បីឲ្យសាច់ថ្នាំស្មើល្អអញ្ចឹងវីតាមីននេះមានសារធាតុអ្វីខ្លះបងប្អូនទី1ពងគ្រប់ជាតិទឹកកូនមាន់ទៅកើតតែងតែកង្វះជាតិទឹកវាធ្វើឲ្យស្គមស្វិតទី2វាជួយឲ្យកូនមាន់បងប្អូនការពារនៅជំងឺផ្ដាសាយរ៉ាំរ៉ៃផ្ដាសាយទូទៅហៅថាជំងឺផ្ដាសាយ COD ណាបាទរលាកទងចំអកទៅទី3វាជួយផ្សះតោផ្តិតតែកុំមុនទៅកើតជួយផ្សះតោផ្តិតផ្សះពោះវៀនការពាររាកសរាក30 កូដកុំមុនតែរាក30 កូដបងប្អូនណាបាទវាអត់តន់ដល់ចូលដំណាក់ការរាកក្រហមទេវារាក30ហៅថាជ្រាបណាជ្រាបតាមកូដណាការជ្រាបនេះហើយធ្វើឲ្យមាត់បងប្អូនវាទប់ចិត្តទៅលើរឹងកូដធ្វើឲ្យវាស្ទះបិទចិត្តឲ្យកុំឲ្យខ្សោយវាអាចងាប់បានហើយនៅស្វិតងាប់បានអញ្ចឹងគាត់វីតាមីនមួយមុខនេះមានការពារសារធាតុច្រើនមុខបាទជួយបញ្ចុះកម្ដៅជួយបំបត្តិការឈឺចាប់បើកម្លាំងធ្វើឲ្យមាន់ទីចំណីច្រើនផឹកទឹកច្រើនដេកច្រើនមាន់នេះចិញ្ចឹមធំឡើងរហូតដល់ធំមិនចាក់គ្នាទេណាបាទមិនចាក់គ្នាទេវាមានសារធាតុគ្រប់គ្រាន់បាទសម្រាប់ការព្យាបាលបាទនេះការពារណាការពារបើបងប្អូនការពារមួយស្លាបព្រាកាហ្វេបងប្អូនម្ដងទៀតណាជាស្រ័យមួយស្លាបព្រាកាហ្វេលីទឹកបាន2លីត្របាទការពារបើសិនជាបងប្អូនមាន់កាត់បាន3 4ថ្ងៃហើយបងប្អូនអាចដាក់មួយស្លាបព្រាកាហ្វេលីទឹក1លីត្របានបាទអញ្ចឹងអាស្រ័យការដំបងដាក់មួយស្លាបព្រាកាហ្វេទឹក2លីត្រមកណាបាទទឹក2លីត្រ
ហើយកុំមន់បងប្អូនកុំប្រើទៅលើទឹកម្ដង2លីត្រប្រើម្ដងតែ1លីត្របានហើយបាទហើយថ្នាំក៏បងប្អូនលៃតាមនោះទៅនេះតែព្រាកាហ្វេណាបាទដោយសារតែបងប្អូនអត់មានហារ៉ាញ់ជីងក្រាមបាទជីងក្រាមបាទទី2ក្រោយបន្ទាប់ទៀតបងប្អូនត្រូវមានសូអេនេះព្យាបាលទៅលើមន់ឧទាហរណ៍បងប្អូនអាយុចាប់ពី5ថ្ងៃឡើងទៅមានសញ្ញារាកក្រហមរាកខ្មៅរាកកថ្នោតតកកធ្លាក់ស្លាប់បារោមហើមកែកែទឹកកែខ្យល់កែប៉ោងប្រសាយគ្រុនល្ងាញ័របងប្អូនត្រូវប្រើអក្សរអេដកវីតាមីនសិនបាទប្រើអក្សរអេមួយស្លាបព្រាហ្វេឲ្យពេញមកលីទឹក1លីត្របាទលីទឹក1លីត្រមកបាទឲ្យវាផឹកសពគ្នាវាផឹកតែម្ដង2ដងគឺមកបងនឹងជាត្រឡប់ទៅវិញហើយប្រើបាន3ថ្ងៃណាបាន3ថ្ងៃមួយថ្ងៃ12ដងបាទគឺ3ថ្ងៃជាណារាកក្រហមរាកខ្មៅរាកនេះគឺជាណាប្រសាយហើយវាជួយឲ្យកុំមកបងប្អូនច្រាក់បាទសច្រើនគឺដាច់ខ្លាំងណាស់ទៅលើសូអេហ្នឹងណាបាទបងប្អូនដែលប្រើគឺប្រើតែសូអេណាសូអេវាជួយក្នុងនេះមានជួយប្រព័ន្ធរលាកកែហើមកែកែទឹកកែខ្យល់កែប៉ោងប្រសាយងោកតកកហើមមុខហើមភ្នែកបាទភាសម្បោបាទកដាស់ហើយនឹងពិសេសគឺរាកហ្មងរាកក្រហមរាកខ្មៅរាកកថ្នោតបាទរាកអាចគូតបាទចឹងបងប្អូនប្រើក្រុមនេះគឺមកបងប្អូនមិនងាយឈានដល់ក្រុម B ទេបងប្អូនណាក្រុម B បានខ្ញុំគូសញ្ញាខ្វែងដោយសារអីបើបងប្អូនមានអក្សរ A ទេមាត់បងប្អូននឹងឈានដល់អក្សរ B ហើយពីព្រោះអក្សរ A នេះមាត់ចាប់ផ្ដើមរាកក្រហមពេលណារាកក្រហមយូរបងប្អូនព្យាបាលត្រូវវារលាកភ្នែកពវៀនវាអស់ជាតិរាកក្រហមនោះគឺវាអស់ជាតិបវលជាតិរំអិលពីពវៀនកាលណាអស់ជាតិរំអិលពីពវៀនវាធ្វើឲ្យមាត់បងប្អូនអស់ជាតិរំអិលទៅជាចម្រាញ់ចេញពីសារធាតុទឹកពីសាច់ពីឈាមពីខួរឆ្អឹងចេញពីសាច់ឈាមនេះវាទៅជាពវៀនរលាត់ដាច់រលាត់សាច់ពវៀនមកវាទៅជារាកសនេះខ្ញុំព្យាបាលអត់ត្រូវវាទៅជារាកខៀវអញ្ចឹងចំណុចនេះបានជាខ្ញុំសូម្បីតែខ្ញុំក៏លក់អត់ទៅដាច់ដែរបងប្អូនណាបាទគឺខ្ញុំអត់ទៅបានលក់ទេដោយសារខ្ញុំបងប្អូនដែលប្រើគឺអតិថិជនក៏ប្រើអក្សរ V អក្សរ A អញ្ចឹងកុំឲ្យឈានដល់ដំណាក់កាលតែឈានដល់ដំណាក់កាល B នេះគឺគ្រោះថ្នាក់ធំហើយបងណាបាទតែរាកខៀវហើយគឺអត្រាងាប់ខ្ពស់ពិបាកក្នុងការព្យាបាលអស់ប្រាក់ច្រើនហើយពិបាកក្នុងការព្យាបាលខ្លាំងមែនតើពេលខ្លះព្យាបាលមិនជាទៀតផងពីព្រោះវាចូលដំណាក់កាលចុងក្រោយអញ្ចឹងកុំឲ្យកើតទៅលើអក្សរ B នេះខ្ញុំតែងតែខ្វែងបាទថ្នាំខ្ញុំមានបងប្អូនណាប៉ុន្តែបើមកបងប្អូនមានរាកសរាកខៀវអីគឺយើងនៅមានប្រើណាដាច់ខាត់តែប្រើมันអាចថាជិះបានទេបើថាជាមានជំងឺបែបនេះកើតឡើងអញ្ចឹងបានជាខ្ញុំខ្វែងណាបាទបងប្អូនទៅយល់បាទអញ្ចឹងល្អអក្សរ A ណាបាទព័ត៌មានតាក់ទងនឹង Telegram ហើយលីទឹក1លីត្រមួយគ្នាណាបើសិនជាកាត់អក្សរ B នេះហើយលីទឹក1លីត្រមួយគ្នាបាទផឹកព្រឹកផឹកអាថ្ងៃហើយអក្សរ B នេះអត់ទៅទីចំណីផឹកទឹកទេចាប់ដើមហើមកែគៀងកែខ្មៅមុខបកាច់ងាប់ក៏មានរាកឈាមក៏មានរាកសក៏មានរាកទឹកក៏មានរាកខៀវក៏មានគឺរាកសពបែបសពយ៉ាងទាំងអស់តែម្ដងបាទចឹងវាចូលលក្ខណៈវាអាចនឹងចូលវីរុសវាយចូលផងវាអាចនឹងអសន្នរោគផងវាអាចនឹងហៅថាវីរុសយូកាសបុកចូលផងតែវីរុសយូកាសហើយដល់អសន្នរោគបុកចូលហើយធ្វើឲ្យបងប្អូនអាចគ្រោះថ្នាក់រហូតដល់80ទៅ90% ឬក៏ទាំងស្រុងក៏ថាបានណាបាទអញ្ចឹងកុំឲ្យមាន B កុំឲ្យមាន B ប៉ុន្តែយើងត្រូវការពារណាប៉ុន្តែមិនមែនចឹងទាំងអស់បងណាពេលខ្លះមុនចាប់ដើមនោះរៀបទឹករៀបខៀវតែម្ដងអញ្ចឹងបងប្អូនម្លងក្រុមនេះតែម្ដងបាទចាប់ដើមប្រើក្រុមនេះតែម្ដងណាប្រាប់ពិសេសគឺមេបាពូជបាទបងប្អូនយកមកស្លាប់ព្រាលេខទឹក1លីត្រខ្ញុំបានប្រាប់ហើយលេខទឹក1លីត្រប្រភេទ4ទៅ6ម៉ោងបាទម្យ៉ាងទៀតយកមួយស្លាប់ព្រាដាក់ទឹកត្រឹមតែ3រ៉ែតសុតកូរសពបាទចាក់ទៅកំប៉ុងនេះមកហើយច្រកមេមួយច្រក10 cc 7ទៅ10 cc បាទហើយម៉ាស្សាកែវាផងចុកពឹកហើយនៅល្ងាចកែវាហើមនោះវាអាចនឹងស្រកវិញកែប៉ោងវាស្រកវិញរាកខៀវរាកឡាយរាកសវាអាចនឹងថយថយត្រង់វិញហើយព្យាបាលវាបានចាប់ពី5ទៅ7ថ្ងៃប៉ុណ្ណាបាទអញ្ចឹងយើងទៅត្រៀមមានតារាងមានតាព្រាកាហ្វេមានដុតប្រកបហើយមាននេះសម្រាប់យើងដាក់ចាំណាបាទដាក់យ៉ាងហើយចាក់ទឹកចូលណាហើយកណ្ដុងនេះយើងមានបាទតម្រូវ1លីត្រនេះគាត់2លីត្រតម្រូវ1លីត្រមកបាទអញ្ចឹងកុំភ្លេចផងណាទី1យើងទៅប្រើអក្សរ V នេះពី1ថ្ងៃដល់21ថ្ងៃទី2អក្សរ A នេះប្រើពី5ថ្ងៃរហូតដល់កូន1ខែឬក៏លើសពី1ខែចាប់ពី1ខែឡើងទៅឬក៏45ថ្ងៃ
ឬក៏2ខែឬក៏មេបាពុយឬក៏មកសាច់ច្រើនដើរទៅលើ B ច្រើនជាងហ្នឹងណាបាទពីព្រោះមន់សាច់មេបាពុយចាប់ដើមឡើងវាប់ឡើងគឺរៀកខៀវវាឡាយរៀកសតែម្ដងយើងប្រើអក្សរ B ណាអក្សរ B ដោយសារតែបងប្អូនរំលងអក្សរ A តែរំលងអក្សរ A ហើយគ្រោះថ្នាក់ធំហើយណាតែរំលងអក្សរ A ហើយបងប្អូនខាត់ធំគ្រោះថ្នាក់ធំបរាជ័យកាន់តែច្រើនអញ្ចឹងកថា9កម្របានប្រើ B ណាបងប្អូនណាមួយឆ្នាំប្រើ B នឹងលក្ខណៈសឹងតែមួយឆ្នាំប្រើបានតែ3 4លើកពី3លើកទេហើយវាកាត់មួយទេបងប្អូនដោយសារខ្ញុំមានអក្សរ A ហើយមកខ្ញុំមិនដែលចាក់គ្នាដោយសារខ្ញុំមានវីតាមីនមិនដែលចាក់គ្នាទេចាំក្នុងត្រង់ក្តីចាំត្រង់គ្រើក្តីបលែងក្តីគឺវាមិនងាយចាក់គ្នាទេបងប្អូនណាបាទអរគុណច្រើនបងប្អូនចែកលេខពីនេះទេបងប្អូនណាបាទអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងតាម Telegram បាទសូមអរគុណបាទហើយចុងវីដេអូនេះគោលសម្រាប់ឲ្យបងប្អូនថាឆ្នាំនេះខ្ញុំចេញទៅខាងបងស្រីគាត់យកវីតាមីន1 A1 បាទទៅខាងបាត់ដំបងហើយកងស្រីក៏មកកុំមន់ស្គួយកម្មស្គួយជំនះ200ក្បាលផងដែរបាទអរគុណ